ថៃបង្កើតគណៈកម្មការពិសេសឆ្លើយតបជាមួយសម្ដេចហ៊ុនសែនរឿងបញ្ហាព្រំដែនកម្ពុជាថៃថ្ងៃទី17ខែមិថុនាឆ្នាំ2025អនុរដ្ឋលេខាធិការក្រសួងការពារជាតិថៃឧត្តមសេនីយ៍ឯកណថភុនណផានិតបានចេញប្រកាសថាថៃបានរៀបចំកិច្ចប្រជុំជាបន្ទាន់របស់ក្រុមការងារពិសេសដោះស្រាយស្ថានភាពព្រំដែនថៃកម្ពុជានៅរសៀលនេះដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកំពុងកើតឡើងនៅតាមតំបន់ព្រំដែនឧត្តមសេនីយ៍ឯកណថភុនបញ្ជាក់ថាក្រុមការងារថ្មីនេះមានបំណងដោះស្រាយបញ្ហាជាបឋមដូចជាករណីបិទច្រកដូងដោយភាគីកម្ពុជាដែលបានធ្វើឲ្យការនាំចេញផ្លែឈើរបស់ថៃជួបឧបសគ្គគាត់បានផ្ដល់យោបល់ឲ្យរដ្ឋាភិបាលថៃដោយជំរុញឲ្យក្រសួងពាណិជ្ជកម្មថៃទិញផ្លែឈើពីកសិករនិងអញ្ជើញឯកជនចូលរួមចំណែកបញ្ចប់បញ្ហាទាំងនេះខណៈពេលនេះការសហការកំពុងតែបន្តជាមួយក្រសួងពាណិជ្ជកម្មឧត្តមសេនីយ៍ឯកណថភុនបានបញ្ជាក់ថាគាត់ក៏បានរៀបចំផែនការពិសេសសម្រាប់រយៈពេលវែងដូចជាការតាមដាននិងការរៀបចំសិក្ខាសាលាសម្រាប់កិច្ចប្រជុំគណៈកម្មការព្រំដែនថៃកម្ពុជា GBC និងការបន្តដំណើរតាក់ទងទៅនឹងតុលាការយុត្តិធម៌អន្តរជាតិ ICJ គាត់បាននិយាយថាក្រុមការងារនេះគួរត្រូវដំណើរការបណ្ដោះអាសន្នមិនឲ្យលើសពី1ខែហើយបញ្ចប់បញ្ហានានាឲ្យបានឆាប់រហ័សគោលបំណងនៃការបង្កើតក្រុមការងារពិសេសនេះគឺដើម្បីផ្ដល់ភាពសម្រួលនិងសម្របសម្រួលកិច្ចសហការនានាជាគោលការណ៍ត្រូវមានតំណាងជាអ្នកសម្រេចចិត្តផ្ទាល់ពីក្រុមអង្គភាពផ្សេងៗមកចូលរួមប្រជុំដូចជាអគ្គលេខាធិការក្រសួងឬក៏នាយកអង្គភាពដើម្បីជាផ្នែកមួយនៃយុទ្ធសាស្ត្រឧត្តមសេនីយ៍ឯកណថភុនក៏បានប្រកាសបង្កើតតំណាងផ្សព្វផ្សាយជាផ្លូវការផងដែរដោយកំណត់ឲ្យអនុប្រធានផ្នែកព័ត៌មានរបស់កងទ័ពជាតិនិងអគ្គនាយកនៃផ្នែកព័ត៌មានអន្តរជាតិនៃក្រសួងការបរទេសរៀបចំការបកស្រាយព័ត៌មានជូនសាធារណជនឲ្យបានទាន់ពេលវេលានិងលម្អិតគាត់បានបញ្ជាក់ថាតំណាងផ្សព្វផ្សាយនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី18ខែមិថុនានេះតទៅចំពោះការចោទសួរតើការបិទច្រកខេត្តស្រះកែវមិនឲ្យប្រជាពលរដ្ឋថៃឆ្លងដែនទៅកាស៊ីណូកម្ពុជាអាចជាវិធានការឆ្លើយតបទៅកម្ពុជាមែនទេឧត្តមសេនីយ៍ឯកណថភុនបានឆ្លើយថាពិតជាវិធានការមួយក្នុងចំណោមវិធានការទាំង4ដែលជាគោលនយោបាយគ្រប់គ្រងពេលវេលាបិទបើកច្រកចេញចូលតែរក្សាការបើកបិទដោយឲ្យប្រជាពលរដ្ឋទាំងសងខាងអាចរស់នៅជាមួយគ្នាធម្មតានៅចុងបញ្ចប់គាត់បានអំពាវនាវដល់សារព័ត៌មាននិងប្រជាជនថៃមិនត្រូវស្អប់ប្រជាជនកម្ពុជានៅឡើយព្រោះបញ្ហានេះមិនមែនជាការបង្កើតឡើងដោយប្រជាជនកម្ពុជាទូទាំងប្រទេសនោះទេគាត់បានបញ្ជាក់បន្ថែមថាសូមអំពាវនាវឲ្យពិចារណាអំពីសិទ្ធិរបស់ប្រជាជនកម្ពុជាផងដែរដែលបានរស់នៅនិងធ្វើការនៅថៃរាប់សែននាក់